ចម្រើនពរញាតិញោមព្រឹកនេះនិមន្តទៅធ្វើការងារបើព្រឹកធ្វើសំណងទៀតហើយញាតិញោមមើលការងារពូជាងគាត់កំពុងតែតសម្យាបព្រឹកនេះត្រូវតសម្យាបមួយមុខបន្ថែមប្រវែង20ជាងម៉ែត្រតនៅមុខគាត់ថ្មីចំនួន5បន្ទប់នឹងចម្រើនពរញាតិញោមនេះសកម្មភាពផ្ទាល់ដែលពូជាងកំពុងតែធ្វើការផ្សារដែកហើយប្រហែលថ្ងៃនេះអាត្មាហើយនឹងជាងក៏នាំគ្នាកាត់ដែកបាញ់ថ្នាំព្រោះអាត្មាទម្លាប់មួយចូលចិត្តបាញ់ថ្នាំការពារច្រេះតែបត់ពិសោធន៍ឃើញថាបានផលខ្លះនិងមិនបានផលខ្លះព្រោះបានផលត្រង់ថាបើយើងបាញ់ថ្នាំបានខាត់ដែកល្អថ្នាំក៏រក្សាគុណភាពការពារបានយូរហើយបើសិនជាមិនបានខាត់មិនបានល្អហើយថ្នាំមិនបានល្អក៏ងាយឆាប់របកទៅវិញចម្រើនពរអញ្ចឹងចម្រើនពរដល់ញាតិញោមពុទ្ធបរិស័ទនិងសកម្មភាពផ្ទាល់ក៏ថតបង្ហាញជូនញាតិញោមពុទ្ធបរិស័ទដែលលោកតែងតែមានសទ្ធាជ្រះថ្លាចូលរួមហើយចំណែកឧបត្ថម្ភគ្រប់គ្រងដោយសទ្ធាជ្រះថ្លាចូលរួមក្នុងកិច្ចការកសាងវត្តគិរីជុំដោងជារៀងរហូតមកនេះជាទស្សនវិជ្ជាផ្ទាល់កំពុងតែតសម្រាប់ផ្ទាល់ហើយបន្ទាប់មកគឺនឹងប្រក់ដំបូលបងហើយចម្រើនពរញាតិញោមកាលពីគ្រាមុនដែលញាតិញោមបានចូលរួមចំណែកជួយជាវក្បឿងសង្កសីជួរដើម្បីប្រក់ដំបូលប៉ុតនោះក៏បានប្រក់រួចរាល់ជាស្ថាពរហើយបងអញ្ចឹងទេនៅតែតសម្រាប់ប្រមុខនិងរៀបការ៉ូនៅខាងក្រោមព្រមទាំងបៀកថ្នាំសម្អាតនៅផ្ទៃខាងក្នុងនិងដំឡើងគ្រឿងសម្ភារៈប្រើប្រាស់មួយចំនួនឲ្យស្របទៅតាមអ្វីដែលបានគ្រោងទុកណាចម្រើនពរញាតិញោមប៉ុតនេះមិនធំប៉ុន្មានទេបងរៀងតូចច្រឡឹងទេក្នុងបន្ទប់ក៏មិនទូលាយធំណាស់ណាដែរដោយសារធ្វើតម្រូវតែព្រះសង្ឃមួយអង្គឬក៏ញាតិញោមម្នាក់ចឹងហើយមិនឲ្យធំពេកទេទុកដីទំនេរខ្លះមួយចំនួនដើម្បីកសាងអ្វីផ្សេងទៀតនៅពេលអនាគតថ្ងៃក្រោយហើយចម្រើនពរដល់ញាតិញោមពុទ្ធបរិស័ទថារាល់ការងារទាំងអស់គឺតែងតែនិមន្តមើលគ្រប់សកម្មភាពការងារជាងដែលបានធ្វើបើសិនជាអាត្មាមានពេលទំនេរគឺធ្វើជាមួយតែម្ដងព្រោះនេះជាទម្លាប់មួយដែលអាត្មាចូលចិត្តធ្វើការងារដោយផ្ទាល់ដៃហើយនេះចិត្តខ្លោងទ្វារញាតិញោមចិត្តខ្លោងទ្វារថ្មីទិដ្ឋភាពទីតាំងកុដហ្នឹងបើនិយាយទៅហៅថាកុដតតឹងថ្ងៃចំនួន5បន្ទប់នេះជាប់នឹងរោងនិច្ចភ័ណ្ឌដែលត្រូវរៀបចំផាត់អាហារប្រគេនប្រសង់ជាប្រចាំថ្ងៃចម្រើនពរញាតិញោមបើនិយាយឲ្យស្រួលស្ដាប់ទៅញាតិញោមហៅថាផ្ទះបាយអញ្ចឹងទេចម្រើនពរញាតិញោមសម្រាប់ដែលតនេះគឺតភ្ជាប់ពីផ្ទះបាយពីគាត់5បន្ទប់មកសាលាទទួលភ្ញៀវតែម្ដងទី1ដើម្បីងាយស្រួលក្នុងការធ្វើដំណើរញាតិញោមមិនសើមមិនទៅទឹកភ្លៀងទេគឺយើងដើរបានមួយជុំតែម្ដងមួយជុំតែម្ដងទី2គឺចាស់ពិបាកក្នុងការលើកចានច្រើនជញ្ជូនចានច្រើនអាត្មាឃើញហត់នឿយអាត្មាក៏រៀបចំឲ្យមានមធ្យោបាយក្នុងការរុញកន្ត្រកមានកង់ដូចជាកន្ត្រកទៅផ្សារទំនើបដែលញាតិញោមរុញដឹកឲ្យបានអញ្ចឹងញាតិញោមចាស់ក៏អាចយកបានក៏អាចយកដោយច្រើនក៏បានដោយដាក់អីវ៉ាន់ដាក់ចានទៅលើកន្ត្រកហើយយើងរុញទៅតែម្ដងអញ្ចឹងវាងាយស្រួលបើងាយស្រួលក្នុងការរៀបចំចាត់ចែងចង្ហាន់បន់ជូនក៏ដូចជាកម្មវិធីបុណ្យផ្សេងៗនៅក្នុងវត្តចម្រើនពរ